មានន័យបែបណាទៅលោកគួយខេវិននិយាយពាក្យម៉ែចំពេលតារាសម្ដែងជើងចាស់ច័ន្ទតារាទីហាមិនឲ្យគេហៅខ្លួនថាម៉ែលោកគួយខេវិនបានចេញមកពន្យល់អត្ថន័យពាក្យម៉ែគឺសំដៅទៅរកឬចំពោះស្ត្រីដែលបានបង្កើតយើងផ្ទាល់ឬក៏អាចសំដៅចំពោះស្ត្រីដែលមានគុណប្រហាក់ប្រហែលនឹងម៉ែបង្កើតរបស់យើងម៉ែធរដែលមានអាយុយ៉ាងហោចណាស់ច្រើនជាងយើង18ឆ្នាំឡើងទៅលោកគួយខេវិនដែលបច្ចុប្បន្នជាសមាជិកក្រុមប្រឹក្សាភិបាលនៃសមាគមសិល្បករខ្មែរបានថ្លែងសារថាសម្ដីសជាតិមានយេសពូសនៅទីនេះពុំមែនសំដៅទៅលើពណ៌សនោះឡើយតែជាកិរិយាសព្ទសបញ្ជាក់សសេចក្តីសបង្ហាញអំពីអ្វីមួយឲ្យប្រកបខ្មែរយើងមានវប្បធម៌អរិយធម៌អក្សរសាស្ត្រភាសានិយាយដ៏ខ្ពង់ខ្ពស់និងសម្បូរបែបទៅតាមឋានៈបុណ្យស័ក្តិនិងពូជពងត្រកូលបន្តជំនាន់ដូច្នេះហើយគ្រាន់តែពាក្យសម្ដីនិយាយរបស់ខ្មែរក៏អាចសបញ្ជាក់ពីឫសគល់ជាកំណើតរបស់អ្នកនិយាយនោះរួចជាស្រេចទូយ៉ាងពាក្យម៉ែម៉ាក់អ្នកម្ដាយព្រះមេដាត្រូវបានប្រើទៅតាមឋានានុក្រមវណ្ណៈនិងវង្សត្រកូលក្នុងសង្គមខ្មែរពីយូរយារណាស់មកហើយការហៅថាម៉ែគឺសំដៅទៅរកឬចំពោះស្ត្រីដែលបានបង្កើតយើងផ្ទាល់ឬអាចសំដៅចំពោះស្ត្រីអ្នកមានគុណប្រហាក់ប្រហែលនឹងម៉ែបង្កើតរបស់យើងម៉ែធរដែលមានអាយុយ៉ាងហោចណាស់ច្រើនជាងយើង18ឆ្នាំឡើងទៅមនុស្សសម័យនេះជួនកាលអាយុប្រហាក់ប្រហែលឬក៏ចាស់ជាងស្ត្រីម្នាក់នោះក៏បានប្រើពាក្យហៅថាស្ត្រីនោះថាម៉ែគឺដែលចង់សម្ដែងនៅក្តីគោរពក៏ប៉ុន្តែវាខុសទៅនឹងឋានានុក្រមនៃពាក្យនាំឲ្យពាក្យម៉ែនេះคล้ายទៅជាពាក្យបញ្ចើបញ្ចូលធ្វើឲ្យខុសទៅវិញតែវិជាមានកម្រិតវានាំឲ្យខុសឲ្យច្រឡំនាំឲ្យការសម្ដែងគុណคล้ายទៅជាកំហុសទៅវិញអ្នកដែលមិនមែនជាម៉ែបង្កើតតែត្រូវគេហៅថាម៉ែខ្លះទទួលយកបានខ្លះមិនទទួលយកបានវាអាស្រ័យទាំងស្រុងទៅលើចំណេះវិជ្ជាក្រោយសម័យអង្គរវប្បធម៌អក្សរសាស្ត្រខ្មែរត្រូវបានចោរលួចប្លន់នៅសេសសល់ត្រូវគេតាមបំផ្លាញដើម្បីអ្វីៗទាំងនោះនឹងคล้ายទៅជារបស់គេនាពេលអនាគតភាសារលត់ជារលាយភាសាពន្ធរាយជាថ្កើងថ្កានសូមឲ្យការសរសេរការនិយាយជាសម្ដីរបស់កូនខ្មែរបានសរបញ្ជាក់នៅអត្តសញ្ញាណដ៏ល្អផូរផង់និងថ្លៃថ្នូរដែលដូនតាបន្សល់ទុកជាកេរដំណែលមិនអាចកាត់ឡើងបានសូមបញ្ជាក់ថាការចេញមកបំភ្លឺពាក្យថាម៉ែរបស់លោកគួយខេវិននាពេលនេះចំពេលដែលតារាសម្ដែងជើងចាស់នៅនាងច័ន្ទតារាទីកំពុងតែធ្វើឲ្យមានការផ្ទុះវែកញែកនៅលើបណ្ដាញសង្គមព្រោះតែអ្នកស្រីមិនពេញចិត្តឲ្យតារារួមអាជីពរួមទាំងសិស្សប្អូនហៅថាម៉ែនោះទេតែអាចហៅថាអ្នកបងអ្នកគ្រូអ៊ំមីងជាដើមបានចំពោះមូលហេតុវិញត្រូវបានអ្នកនាងច័ន្ទតារាទីលើកឡើងថាបើអ្នកណាក៏អាចហៅអ្នកនាងថាម៉ែបានដែរនោះច្បាស់ជាគេច្រឡំថាអ្នកនាងជាអ្នកចែកចាយលេខទូរស័ព្ទទាំងឡាយពលគឺម៉ែយ៉ែមហេតុនេះហើយបានជាអ្នកនាងសំណូមពរមិនឲ្យអ្នកដទៃហៅថាម៉ែនោះទេជុំវិញការប្រកាន់ជំហររបស់អ្នកនាងច័ន្ទតារាទីបែបនេះត្រូវបានលោកគួយខេវិនបញ្ជាក់ថាបើសិនជាឲ្យប្រហាក់ប្រហែលឬចាស់ជាងស្ត្រីម្នាក់នោះត្រូវបានលោកគួយខេវិនបញ្ជាក់ថាពាក្យម៉ែនេះคล้ายជាពាក្យបញ្ចូលធ្វើឲ្យខុសទៅវិញទេបើសិនជាអាយុប្រហាក់ប្រហែលឬចាស់ជាងស្ត្រីម្នាក់នោះតែហៅថាម៉ែដែរ